ហ្នឹងហើយគាត់ឥឡូវ flick purify flick oh my god ចុះបើ Ellie ចូលដល់ បាទតោះ បាទអញ្ចឹងបាទអ្នកដែលទស្សនានៅក្នុងទីនេះផ្ទាល់សូមសម្លេងហូមួយមកបាទដើម្បីជាការគ្រប់គ្រងលើកទឹកចិត្តដល់ក្រុមអង្គរវត្តរបស់យើងដូចគ្នាផងដែរស្វាគមន៍មកកាន់ការប្រកួត Asian Qualifier ក្រុមកម្ពុជារបស់យើងប៉ះគ្នាជាមួយនឹង Myanmar នៅក្នុងវគ្គទី3បាទអ្នកឈ្នះមួយមុនអីដែរយើងបានមកបន្ទុកអីមកអញ្ចឹងនេះមានទឹកមាត់លេបគឺដែររៀងតវ៉ាមួយគេបានណាបងកាអូយកអានេះឈាមនេះស្អីគេអូយមើលអំបលឹមចង់ដឹងអាលីសហ្នឹងគាត់យកអំបលឹមអីយកម្លេងចាំង color ចង់និយាយចឹងណាមិនគាត់យក ice spawn ហ្នឹងឈាមយេហើយក៏យក curate បាទតែយក attribute តែងយេបាទអាយ៉ាមកតេសចង់ងឹតមុខណាអេឡាតែប៉ាត់និយាយពីសាលីណាក៏មិនស្រួល clear ឡែដែរណា yes អត់ស្រួលទេបាទចូលប៉ា god មិនស្រួល clear បាទអញ្ចឹងបើតាមមើល flow frame របស់គាត់អាចនឹងយឺតប៉ុន្តែបើនិយាយពីការចូល control objective គេធំបាទគេច្រើន team fight គេធំនិយាយទៅ team fight គេនិយាយទៅយើងប្រយ័ត្នមក combo របស់គេដែរនិយាយអស់ចេះហ្មងតែយើងប្រយ័ត្នមក combo របស់គេ at last បោក Ellie ចងជើង Benedetta ចាក់យេបាទហ្នឹងធ្ងន់ណាស់ណាមក ulti ហ្នឹងមក combo ហ្នឹងគឺល្ងឹតមុខឆឹងយកហ្មងបាទបើសិនជាការលេងដើមវគ្គរបស់យើងយកបានតថទី1ទៅហើយយើងលេងគ្របគេវិញអាចគ្របបានណាបើយើងមើលមក flat ណាព្រោះតថទី1%ដែលគេចូលមកយើងទទួលស្គាល់ថាគេធំប៉ុន្តែ Atlant មាន ultimate លេងជាមួយយើងចេះបងបើឲ្យយើងគ្របយើងរៀងពិបាកគ្របដែរដោយសារយើង hero carry របស់យើងគឺចុងម៉ោងទាំងអស់យេបាទ Moscow និង God អញ្ចឹងយើងរៀងពិបាកគ្របគេដែរអញ្ចឹងខ្ញុំនិយាយថាបើសិនជាយើងសម្រេចចិត្តថាចង់លេងគ្របគេអាចនឹងចេញ character មកអត់អញ្ចឹងយេមើលទៅយើងអត់ចង់បន្ថយដែរដូចខ្ញុំនិយាយឥឡូវ hero snowball ឥឡូវយើងបន្ថយហ្នឹងតែ fail ទៅបាទអត់មានឱកាសបាទអញ្ចឹងភ្លាម boss stand មួយ check map ពីច័ន្ទមករាបាទ start ជាមួយថតទី1 Ellie របស់គេចង់ចូលមកតែនេះគ្នាក៏បានដែរចង់វាយខ្ញុំតែគេចូលចាប់4នាក់បុកតែមានកាំបូរបស់ក្រុមកម្ពុជារបស់អង្គរមួយដង2តែប៉ុណ្ណោះប៉ាប់សម្ដែង1ដង2 double kill ចូលលើច័ន្ទមករាក៏ប៉ុន្តែជាមួយថតទី1អូចូលយើងជាអូយអែមចំណេញអូ my god mystic អូអត់អីបាទតែប៉ុន្តែមិញគេបើយើងនិយាយទៅគេចង់បញ្ញុកទៅយកច័ន្ទតាវ៉ាន់ពេកគេបញ្ញុកមកទាំង4នាក់មិញសិលណាគប់ចំគឺគេមកយកហ្មងបាទតែមិញមានណាមកនៀកមក stand មកបាញ់ ultimate សំខាន់បោក mastic gas បោះនេះហ្នឹងបោះច័ន្ទមករាហ្នឹងចូលទាំង3 hero មិញបាទអូយ៉ាបាទមិញយើងដឹង technique គេដែរព្រោះមិញគ្រាន់ឃើញបោះបោះអាលីសហ្នឹងគឺយើងដឹងតែគេលោតចូលហ្នឹងណាមួយសិលណាបោះ stand ចំទៅលើច័ន្ទតាវ៉ាន់ផងមិញយេបើកនេះយើងថាបើថា timing នេះយើងយឺតបន្តិចបើសិនជាគាត់បើកតន់ខុសកាត់ឡើងហ្នឹងអាចនឹង block stand ហ្នឹងបានតែមិនអីទេបើមិញក៏យើងចំណេញដែរបានទាំងតថល2ដល់1បាទលឹបទេឡងដាច់សល់ហើយបោកអូបាទអត់អី ultimate cooldown ពេញបាទ Beleric ហ្នឹងអត់លេងសើចណាវាយឡងមកវិញជា magic damage បាទអញ្ចឹងស្រូបបួលជាមួយនឹង map បំបញ្ញមិញតថទី1របស់យើងគឺគេអត់មានជាមួយនឹង ultimate របស់ Atlas ទេជាមួយលើកនេះក្នុងតថទី2គេនឹងមានជាមួយនឹង ultimate បោករបស់ Atlas តែប៉ុន្តែបំបញ្ញមិញបើក្នុងករណីដែល Moscow មក join team fight ក៏បានដែរតែគាត់អត់ចង់មកគាត់ថាជាមួយនឹងតថបំបញ្ញមិញគឺចំណេញមកគាត់ហើយអញ្ចឹងក៏គាត់នៅសង្ងំ farm វិញបាទតែទេមិនឈឺទេទីអាដាមអាចយក Radiant មុនក៏បានដែរមកក្នុងករណីគាត់ចង់បាន Radiant ហ្មងណាRadiant ក៏បាន Dominance ក៏បានដែរបើក map បាទមកចៃនេះគឺបើក map គ្រប់គ្នាកន្លែងតែម្ដងបាទសំខាន់ចាំមើលអេបាទគេបោះ check map ដូចគ្នាផងដែរបាទ control ធំដូចគ្នាបាទចៃបើក check map យកតែម្ដងជាមួយនឹង Selena ពីខាង Myanmar បាទធួនជាប់ boss stand អត់បញ្ហាទេបើកនេះយកជាមួយនឹង total ទី2បោកជាប់ឬបោកហ៊ានបោកឬទេមិនហ៊ានបោកទេតែណាមិញជាមួយនឹងការចាប់ថតទី2តាគេបាទហើយតែណាមិញជាមួយនឹងការបាញ់មកជាប់2នាក់តែម្ដងតែភ្លាមសំដែងមិនសិលណាមកកាត់ក្រោយបោកវាយ2នាក់បាត់បង់ជីវិតជាមួយនឹងមួយសល់ម្នាក់ទៀតមិនកុំវាយ1ដូរនឹង1តែម្ដង3ដូរនឹង1ថតបានទៅលើមីយ៉ាន់ម៉ាបាទអត់អីទេបាទដូចនិយាយអញ្ចឹងនៅពេលដែលគេមាន Atlas level 4យើងបាក់លេងព្រោះ utility គេច្រើនពេក Atlas Selena Alice Bennett Data បាទអញ្ចឹងគឺពិបាកខ្លាំងមែនទេ
ណាមួយ god របស់ច័ន្ទមករាមិញគាត់ដករៀងផុតបន្តិចដោយសារ Atlas បិទគាត់ហ៎ យេ អញ្ចឹងគាត់ដករៀងឆ្ងាយតិចគេដឹងថា position god អត់ដល់គេវាយយកបណ្ដោយ អូ សំខាន់ Selena បោះ stand ចំច័ន្ទតាវ៉ាន់បើអត់ចាំច័ន្ទតាវ៉ាន់ទេអាចនឹងបាន total ហ្នឹងមិញ យេអូការដើរមក lane វិញកាញ់មានបញ្ហាណាទីឧត្តមអូល្អមែនបាទគាត់ដឹងមុន hack map ឲ្យពីច័ន្ទមករាអង្គុយបាក់មើលចឹងតឈោ បាទ បាទនៅខាងលើមានការប៉ះទង្គិចគ្នារវាង goal lane និង goal lane ក៏គ្មាន rotation ពី mid lane ទៅរួចដែរព្រោះដោយសារមានការបិទជាប់គ្នាជាមួយនឹង goal trap SOD អូយ អូយ low ដូចគ្នាបាទ low ដូចគ្នា ណាមួយមិញ Atlas គេដកកចាំដែរចឹងគាត់មួយសិនអូបើចាប់ជាប់តាទីវដល់មួយតែប៉ុណ្ណោះអាយ៉ាចាក់ ultimate free style បុកវាយតែប្រយ័ត្នគេបោកមួយទៀតច័ន្ទតាវ៉ាន់តែភ្លាមជាមួយទីដំចុច spell ឈាមដេញវាយ flicker មកខាងក្រោយមេកងកំដៅបាត់បង់ច្បាស់ជាមួយទីដំចោលពីលើនេះវាយមកចូលមកចាប់បានមួយវិញនេះបានបោកវាយអត់មានមេទៅតែបាត់បង់ច្បាស់មួយដងពីរតាមដល់ភីយ៉ាបាត់បង់បេនេតាកំដៅជាមួយការដេញវាយតទៀតដែរមួយយ៉ាងណាតែខាងលើមួយតស្មាហ្វាមកវិញដូចគ្នាប៉ុន្តែកាយតកាចូលថ្នាក់ហើយបាទតែយើងដាច់T100 មួយខាងក្រោមបាទតែដាច់ចូលថ្នាក់យើងណាបងកាយេបាទតែមក team fight កន្លែង total នេះយើងអត់ spell ពីមេងគង់ហើយនឹង flicker របស់មករាទេយើងទៅតលេងលឿនឬក៏អត់លេងបាទចាប់បែននេះតាខាងក្រោមធួនជាប់គេចាក់ស្គីទី1ដើម្បីដកថយវិញដូចគ្នាប៉ុន្តែតែភ្លាមចាំមើល team fight យ៉ាងម៉េចយ៉ាងម៉ាចេះអត់ចង់វាយទេចាប់រៀងចាប់បាក់ចាប់តែផាវិនបើសិនជាផាវិនមកដាច់តរ៉េត SOD ចាំមកយេបើសិនគាត់មកដាច់តរ៉េតឡតនេះមកទៅដូចជាអត់ commit team fight ទេបាទផ្លឹបបាទចង់បោកធួនមួយមានការដកថថមួយនេះបងគេបងមកល្វែទៅលើច័ន្ទតាវ៉ាន់ចាក់មួយរីត្រីបាទលើច័ន្ទតាវ៉ាន់តែភ្លាមជួយនឹងការដកថយអាចបាត់បង់ជាមួយទីតែមុននឹងបាត់បង់បាត់វ៉ាំងយកបាត់ចូលវិញគ្នាប៉ុន្តែមករាកំឡៅជាមួយនឹងការធួនចាប់ជាប់ជាមួយនឹងអែតឡាប់តទៅហ្វៃមួយអែតឡាប់ flicker ទៅណាមេកូបើនេះតែចាប់យកទៅណាទៅសាប់ដៃចាប់ដល់បាទវ៉ាវ SOD ចំពេលវេលាមែនតើជាភាសា ultimate យូសុកពេញចំពេលហ្នឹងហើយនឹងការ retribution របស់ច័ន្ទតាវ៉ាន់បានល្អមែនទេគេបងមកល្វែ retreat ឈ្នះOh my god ណាមួយ Fred យើងដឹងស្រាប់ហើយអាចាក់ retreat នឹងឈឺពេកចាក់ពុះអើយចង់មួយណាក៏បានដែរបាទលួចបានអត់ត្រូវទៀតទេទៅ stand នឹងត្រូវតែច័ន្ទតាវ៉ាន់អូ retreat យកបាត់ហើយបាទគាត់ retreat គេ retreat គាត់ retreat គេ retreat ដែរដឹងបានទេមិញមើលមិនទាន់ហើយបាទនៅខាងលើបាទបច្ចុប្បន្នកាលគឺយើងបាន turret mid lane គេយកបាន turret នៅខាងក្រោមបាទ turret ខាងលើប៊ីសនឹងដាច់ហើយមានអារម្មណ៍ថាគេចង់ zone យក turret ហ្នឹងហើយតែមើល position របស់គេហើយគេចង់បោកអត់មានបោកចង់សូនទេគេក៏ចង់សូនយក T1 ខាងលើយើងក៏ប្រឡែងដែរចង់បានប្រយោជន៍ទៅមិញល្អណាបើការមកគេចាក់ទីឧត្តមហ្នឹងបើក ultimate SOD បុចមកទេមកហ្វាមលុយស្មើគ្នាមែនតើចុំវគ្គ3នេះគឺស្មើសាច់ទេបងកាយេស្មើសាច់យកមែនតើបាទពីច័ន្ទតាវ៉ាន់ដើររកមកទៅលើ Ben នេះតាដូចគ្នាប៉ុន្តែ Ben នេះតារៀងក្រដែរវគ្គនេះបងកាតំតល្វែ10ទេ02ចាអានេះអត់ដឹងថាគេតេស្តផាច់មិនហីអានេះនិយាយទៅតែគ្រាន់ថាបើនៅពេលដែលគាត់យក Elise ចឹងមានអារម្មណ៍ថាខាត ability មួយមិនថាខាតសមត្ថភាពរបស់មីអានម៉ាមួយដែលចាំងឥឡូវគាត់ប្រកែលួចណាបាទគាត់នេះមិនបានលួចអីទេឥឡូវនេះគាត់មិនបានលួចយកហ្មងដោយសារតែ Pero Elise ទៅលួចគេមិនប្រហែលណាអានេះបើខ្ញុំគិតមើលផ្លូវនេះតែបើថាតារ៉ាស់មែនបើយើងគិតទៅលើការcontrol activity hero គេគឺសម្បូរទៅដោយ utility បាទអញ្ចឹងខ្ញុំមើលជាមួយនឹង Lord មួយនេះអាចនឹងទៅជាណាទៅជា Lord ទី1នៅក្នុង9នាទីផងដែរនៅខាងលើមានការ split ខ្លាំងមែនតើមានអារម្មណ៍ថា Claude របស់គេគឺគេចង់តែមាន3នាទី combo សិនបាទគេ join team fight 3នាទី combo គឺមានជាមួយនឹង Corruption Side Demon Hunter និង Golden Staff របស់គាត់ផងដែរបាទវត្តមានរបស់ Claude ដូចជាមក mid lane បានមុនប៉ុន្តែយើងមានជាមួយនឹង SOT បាទ ultimate របស់ Pavin អាច join team fight បានណាមកច័ន្ទតាវ៉ាន់មាន ultimate មកវិញហើយបាទអត់អីនោះទេបាទឲ្យតែមាន stack គឺពុះបាន spell ឈាមមាន spell ណាក៏មាន spell គេក៏មាន ultimate គេក៏មានយើងក៏មានអេ mid lane ណាគេមិនគេចាប់ជាប់ណាគេអញចាប់ជាប់ទៅលើ Pavin បាត់ទៅហើយ No គាត់អត់តាមសិនណាអត់ទេគាត់ដើរមកមិញទាំងបាត់ map គេហ្នឹងហ្នឹងហើយគាត់មកតែចាំខ្ញុំ SOD ទៅបានហើយមិនមកទេគាត់ farm ទៅលើសិនទៅ
នេះគាត់ check map ឲ្យ ឡទី1នេះយ៉ាងម៉េចយ៉ាងមកឲ្យជាមួយនឹងអេឡាកំដៅតែបូកវាយលើអេលីយកតាមដល់បានបងជាមួយនឹងអេលីគេបូកជាមួយនឹងឆាន់មករាមេផ្លីកាដែរ shot ជាមួយនឹងឆាន់មករាដល់អូខេបូកវាយនេះចាប់ចុះជួយនឹងខោវាយបន្តទៀតនឹងបានសាបេនតាមអត់បញ្ញាទេព្រួយភ្លាមតែដកយកឡនវិញពីក្រុមកម្ពុជារបស់យើងអូ my god មេកុងធ្វើគ្រប់បែបយ៉ាងសម្រាប់ក្រុមអង្គរវរីអេ check map ផង check map ផងបើមេកុង check map ទៀតហើយមេកុងធ្វើគ្រប់រឿងគ្រប់យ៉ាងអូ my god បាទមេកុងនេះដល់ហើយថ្ងៃនេះបាទថ្ងៃជោគថ្ងៃឆ្កៃថ្ងៃសេរីសុខស្ដីរបស់មេកុងបាទល្អមែនតើឡើងក្រេកនេះក្រឹកលុយការ៉ាងក្រឹកដែរឡតទី1គឺជាឡតរបស់ក្រុមកម្ពុជាអង្គរវរីទោះជាបាត់បង់ដូឡែនប៉ុន្តែការបដូរស្ថានភាពត្រឡប់មកវិញអខ្លាំងមែនតើពីមេកុងនិងច័ន្ទវ៉ាន់2នាក់មិញគេឌូអូបាទផ្ទះដៃគ្នាចេញចូលល្អខ្លាំងមែនតើបាទចាំឥឡូវ10នាទីការនាំមុខ 1K 10 kill ទៅនឹង7 kill ពីកម្ពុជាបណ្ណាឡតទី1ចេញមកពី mid lane ទីឧត្តមបាទទីឧត្តមលេងទៅលើ hero នេះក៏មិនណយទេនេះបាទការបរិទ្ធ full hero នេះក៏ល្អដែរបាទមានអារម្មណ៍ថាដូចដែលយើងបានវិភាគសាគ្នាអញ្ចឹងបន្ទាប់ពីបញ្ចប់វគ្គទី1និងវគ្គទី2លោកគ្រូណាកានឹងបបគាត់បាននិយាយច្រើនទៅលើកូនក្រុមរបស់គាត់ណា Yes ប៉ុន្តែគាត់ថាមិនតន់ឥតខ្ចោះទេមិនតន់ឥតខ្ចោះឡើយទេនៅបន្តិចទៀតបាទភ្លាមដល់ទី2មើលឡតនេះបានអីខ្លះបាទទី3ទី2បានទាំងពីរផ្លូវអូអត់បានមកផ្លូវទេខាងក្រោមមានបេនេតាកាក់បាត់ហើយអេបោកបាយយកតាមជាមួយការដល់ឆាប់ជាប់4ឡូតែភ្លាមជាមួយនឹងអេឡាមួយនេះអាចចាប់ជាមួយមករា flicker រីត្រីមួយដកថយតែប៉ុណ្ណោះបាទអត់ហ៊ានបាយទេព្រោះមិញគេញុកដល់មាត់មករាពេកបាទមករាមិញគាត់មើលដែរស្ថានភាពមួយហ្នឹងបើសិនក្នុងករណីដែលបោកទៅអត់មានអ្នកបោកក៏គាត់ចង់ភ្លេចតែដោយសារមិញហ្នឹងគឺមានអេលីខិតមកណែគេ clear lane ហើយស្រាប់អីហ្នឹងមិញគេចាំតែបោកចប់គេទៅតែគាត់ flick ផុតបាទការទប់ជាមួយនឹង seal នៅ mid lane របស់ខាងមានម៉ាមិញក៏ល្អដែរមែនបើក map ពីទីឧត្តមមួយទីឧត្តមបាទមកឲ្យជាមួយនឹងការបោះ stand អូនេះតន់អត់មាន ultimate ទេអញនឹងបាត់បង់ជីវិតមែនទេតែមិនគង់កម្លាំង SOD ក៏ប្រចាំវាយនៅ back line ចាប់ cloud ដល់មិនគង់វាយ cloud នឹងមកចាប់តែណាមិនអត់មាន limit follow up ទេបាត់បង់ជីវិតជាមួយនឹងមួយតែដេញបាយដល់ទៅសិលណា flicker ចាញ់បានដេញចាក់ធួនមួយចាប់ជាប់ពុះដល់ជូនអូនបាត់បង់ជីវិតជាមួយនឹង Selena បាត់ទៅហើយបាទរត់មួយសល់មួយបាទជំរាបសួរបាទខ្ញុំបាទគឺដាវ៉ាន់មកចាប់បានជាមួយនឹង Selena មួយរត់ទៅណាមិនរួចនោះទេបាទមានអារម្មណ៍ថាមានម៉ែទៅខ្ញុំនិយាយអត់មានថានៅពេលដែលគាត់យកអាលីសមកគាត់រៀង limit អត់មាន limit ចាំមកការ៉ា Let's do it បាយតែយកតាមនោះវិញណាតែលេងសំដាយអត់បញ្ហាទេមានកកាមកមួយសិនយក T3 ខាងលើយកខាងលើមកសិនមកយកខាងលើមួយសិនមកផាវិនបាយតតែអត់ខ្វល់ទេអ្នកណាចង់ធ្វើទៅផាវិនថាខ្ញុំខ្វល់ហើយខ្ញុំគាត់តតែព្រោះបាយតែបានឈ្នះពីក្រុមកម្ពុជាមកកំបោមីស្ទីកស្តានពីច័ន្ទមករាមបាញ់មាញ់បញ្ចក់ក្តីស្រមៃរបស់មីម៉ែក៏ចង់ទប់ផ្ទះពីផ្លូវមួយចំណេញខ្លាំងមែនតើគឺដាច់ជាស៊ីនៅខាងលើឡតកើតនៅខាងក្រោមមាញ់អស់ហើយអស់ទាំង ultimate អាចមានវិញតន់ flicker ពី Atlas និង Selena មិនមានទៀតនោះទេในការចូលជាមួយនឹង Lord មួយនេះបាទជាមួយនឹង Lord ទី2 5វិនាទីទៀតកាន់មកបាទឡតមួយនេះយើងលេងតែដាក់គំនាបយកតែ medium pressure ក៏ឈ្នះដែរបាទ Lord spawn ចាញ់មកហើយជាមួយនឹងការ zone Lord ការបើក map ពី Selena ក៏មិនណយទេគុំបាទដាក់ចៃព្រិចហ្នឹងចង់ចៃមិនកងចង់ចៃអត់ជន់ចៃទេគេឃើញ map ដែរឧត្តមមួយគេវាយឈឺឧត្តមមួយសិនបាទមួយសិនមកមួយសិនមកចាំប៉ាត់មកស្កៅបោះផាវិនអាចទៅលើបានអត់ទេបើសិនជាគាត់ទៅអត់មានអ្នក spam ដូចខ្ញុំនិយាយយ៉ាងអញ្ចឹងមិនមូលហេតុតែថៃបងខ្ញុំថានៅពេលដែល control objective cloud ធំជាងគេដោយសារ cloud នៅ team fight ហើយគាត់វាយបើសិនតាវាយ lot លឿនបាទទីឧត្តមគេតែឈាមលោហើយអូមីនេះនៅខាងលើបែរតែតាចេញវាយបែរតែតាចេញវាយតាបែរតែតា clear ឡើងគឺវាយយកមកវាយយកដល់ពីក្រុមកម្ពុជារបស់យើងបែរនេះមេកុងដេញ lock ជាមួយនឹង cloud ឬមួយយ៉ាងណាបែរនេះច្បាស់អត់ទេយើង commit យក lot វិញនេះគឺជាចូលវាយដល់នេះចូលមកបោកវាយដែរមួយយ៉ាងណាជាមួយនឹងការបោកមិនចេញទេអត់ចង់បោកតែភ្លាមជាមួយនឹងក្បែរក៏ចុចទៅបាយបោកវាយយកតាមជាមួយនឹងកោវាយ cloud ទៅទៀតតែ
អាចជាមួយយ៉ាងណាលៀបជាមួយនឹងផាណេតបានហើយតទៅនឹងបកែអត្រាវាយមកពីក្រុមកម្ពុជារបស់យើងមកហើយជាមួយលំនេះតែជាងណាអត់មានជួយរីហ្វាយទេអត់មានជួយរីហ្វាយទេវាយទាំងមកវាយ